រឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នាបងថ្ងៃនេះយើងមិនមានម្ហូបទេណាមិនអីទេអូនយើងទ្រាំមួយថ្ងៃសិនទៅមើលរសៀលបន្តិចបងនឹងទៅដាក់អន្ទាក់ហើយបងគិតថានឹងបបួលអាសវណ្ណទៅជាមួយបងអញ្ចឹងឯបងទៅបងទៅដាក់អន្ទាក់នៅផ្នែកណាវិញបងទៅមិនឆ្ងាយទេហើយជាចិត្តភ្នំនេះឯងអូនជីវភាពគ្រួសារយើងមិនរីកចម្រើនដូចគេសោះតើសប្តាហ៍ថ្ងៃអូនមានភាពលំបាកដែរទេធ្វើម្ដេចបងគ្មានចំណេះមានទ្រព្យសម្បត្តិដូចគេបងមានតែកម្លាំងក្នុងការប្រកបការងារចិញ្ចឹមជីវិតបងហើយហេតុម្ដេចបងពោលពាក្យដូច្នោះយើងរស់នៅជាមួយគ្នាយូរណាស់ហើយយើងក៏មានកូនប្រុសមួយដែរការរស់នៅសប្តាហ៍ថ្ងៃខ្ញុំសប្បាយចិត្តណាស់អ្វីត្បិតយើងគ្មានទ្រព្យសម្បត្តិអុកស្ដំដូចគេតែខ្ញុំពិតជាសប្បាយចិត្តព្រោះបងស្រឡាញ់ខ្ញុំនិងកូនរបស់យើងពុំមានជំងឺឈឺដង្កាត់នេះហើយគឺជាក្តីសុខពិតប្រាកដណាបងបានអូនបងអរគុណអូនច្រើនណាស់ដែលអូនមិនមើលងាយប្តីអ្វីត្បិតបងសពថ្ងៃរស់បានដោយសារការដើរដាក់អន្ទាក់សត្វសវណ្ណឯងជំនាញអត់ថ្ងៃនេះយើងចង់បបួលឯងទៅដាក់អន្ទាក់នៅជើងភ្នំនៅរសៀលនេះបានបងទំនេរតើខ្ញុំកំពុងតែចង់ទៅបបួលបងទៅដាក់អន្ទាក់ដូចគ្នាតើអញ្ចឹងយើងទៅរសៀលនេះមែនបងហ្នឹងហើយចាំរសៀលបន្តិចចាំបងស្រែកហៅឯងរៀបចំសម្ភារៈឲ្យហើយទៅបាទបងបាទមិនអីទេចាំបងហៅខ្ញុំមកបងនឹកអូនពេកមើលមេឃមើលផ្កាយឆ្ងាយអើយសែនឆ្ងាយរលឹងឆោមឆាយអូននឹកបងទេបងព្រៃនេះតំណងតាយើងនាំគ្នាដាក់នៅកន្លែងហ្នឹងហីទេកុំអាសិនយើងទៅមុខទៀតសិនទៅមើលព្រៃនៅខាងមុខហេងមានកន្លែងដាក់ល្អជាងហ្នឹងមិនយាយសវណ្ណឯងសប្តាហ៍ថ្ងៃសុខសប្បាយទេអីមានអីបងធម្មតាតែចាប់ដែរបងអើយយើងមានមុខរបរច្បាស់លាស់អញ្ចឹងមានអីចម្រើនដូចគេទេអូទៅខ្វល់អីទេសវណ្ណឯងបានឯងមានកូនចំណែកឯបងវិញកូនមួយគ្រាប់គ្មានផងចុះបងមិនព្រមយកកូនចុះយកអីបើយកអត់បានផងយីដើមឈើនេះទំនងហ៎បងមានផ្លែច្រើនហើយមានទុំទៀតចឹងខ្ញុំដាក់នៅគល់នេះហើយព្រោះអីយប់ឡើងប្រហែលជាមានសត្វមកស៊ីផ្លែឈើដើមឈើនេះទំនងមែនតាតែឯងដាក់គល់ធ្វើស្អីនៅលើចុងមិនដាក់អីគល់ហ្នឹងមានសត្វទេមិនដាក់គល់ទេអត់ទេបងដាក់ចុងទៅខ្ញុំដាក់គល់នេះហើយនេះដាក់គល់ហើយសត្វវាមិនដែលនៅលើចុងឈើវានៅគល់ហ្នឹងហើយចឹងបើវាដាក់គល់ហើយមានដាក់ចុង
សវណ្ណអើយទួយហើយឬនៅនឹងអីយ៉ាមើលការដានផ្ទះរបស់សវណ្ណទំនងណាស់ប្រហែលជាជាប់តាត់ធំហើយមិនទៅនោះអញ្ចឹងបងដឹងតែគ្មានសង្ឃឹមហើយព្រោះបងដាក់ឲ្យទៅរួចពីដៃនឹងណាមួយនៅលើចុងឈើឯនោះមិនអីទេបងបើបងដាក់មិនបានខ្ញុំដាក់បានតាមពួកយើងចែកគ្នាហូបទៅមិនអីទេតាសវណ្ណយើងនាំគ្នាទៅផ្ទះព្រោះអីរៀងយប់ដែរហើយបានបងតា អូនបងមានរឿងចង់និយាយមួយបងទៅដាក់អន្ទាក់ជាមួយសវណ្ណដល់កន្លែងដើមឈើមួយសវណ្ណវាចង់ដាក់នៅគល់ចំណែកបងឃើញវាដាក់នៅគល់ក៏ទៅដាក់លើចុងឈើតាំងពីកើតពីណាពីណីមកបងមិនដែលឮថាសត្វជើង4ដើរទៅជាប់អន្ទាក់នៅលើចុងឈើពេលនោះបងស្គាល់បញ្ញាហើយមិនដឹងធ្វើយ៉ាងម៉េចក៏ដាក់នៅលើចុងឈើតែម្ដងទៅ អើបងហើយបងអីក៏ល្ងងម្លេះតាំងពីណាពីណីមកមានសត្វឯណាស្ទាប់នៅលើចុងឈើហើយនោះជាសត្វជើង4ទៀត អូបងនឹកឃើញហើយព្រឹកស្អែកនេះមានតែបងទៅកន្លែងដាក់អន្ទាក់ឲ្យបានមុនវាបងនៅប្រហែលជាម៉ោង3ម៉ោង4ទៅមើលមុនវាបើសិនជាអន្ទាក់វាជាប់បងដោះអន្ទាក់វាបងដោះកាត់ដែលជាប់អន្ទាក់វាយកទៅដាក់នៅលើចុងវិញបងគិតថាយ៉ាងម៉េចដែរ អាយ៉ាគំនិតល្អតាំងអញ្ចឹងបងធ្វើអញ្ចឹងទៅចឹង